ក្បាលត្រូវសងដោយក្បាលននមានរឿងអីននមានរឿងអីហ៎វាមានស្ងប់អារម្មណ៍ប្រាប់យើងមកការពិតយើងជារបស់ព្រះអាឡាហើយពិតណាស់យើងត្រូវតែត្រឡប់ទៅរកព្រះអាឡាល្ងាចនេះមានព័ត៌មានដោះកំសត់ពីប៉ាដេពូកាន់អាបាមូសាអាចដឹកនាំប៉ាដេពូកាន់បាទខ្ញុំនឹងប្រាប់នាងអាបាត្រូវបានរាយការណ៍ថាបាត់បង់ជីវិតហើយគេមានចម្ងល់ថាទីនោះតើមានអ្វីកើតឡើងប៉ូលីសនិងអ្នកជំនាញកសោះវិច័យកំពុងតែព្យាយាមយ៉ាងពេញទំហឹងដើម្បីលាតត្រដាងការពិតនៅពីក្រោយការស្លាប់ដ៏ចម្លែកនេះត្រូវបានស្គាល់និងសរសៃអ្នកស្រុកនៅតំបន់នោះលោកចង់ប្រាប់ថាអាបាមូលីយ៉ាជាអ្នកដែលហៅថាប៉ាដែលចែកឋានខ្ញុំមែនទេហេតុអីលោកក៏ហកខ្ញុំវ៉ាសុំទោសយើងធ្វើតាមអ្វីដែលម៉ាក់ផ្ដាំមកទេមុនពេលម៉ាក់ឯងចែកឋានគេក៏នាំឯងមកទីនេះគេសុំយើងកុំឲ្យឯងចូលទៅក្បែរម្នាក់នោះអីរៀងរាល់ថ្ងៃនៅពេលដែលខ្ញុំមើលគាត់លោកតែងតែនិយាយថាគាត់ជាជនបោកប្រាស់កុហកពេលនេះនរណាទៅដៃកុហកបើសិនជាលោកប្រាប់ការពិតមកខ្ញុំនឹងបានយល់ពីអារម្មណ៍ដែលមានប៉ាម៉ាក់ហើយកន្លងមកនេះខ្ញុំគិតថាជីវិតខ្ញុំគ្មានតម្លៃឡើយខ្ញុំត្រូវគេសើចចំអកព្រោះជាក្មេងកំព្រាខ្ញុំត្រូវបានគ្រូប្រចាំសាលាយកមកចិញ្ចឹមលោកធ្វើបានយ៉ាងម៉េចយើងគ្រាន់តែធ្វើតាមម៉ាក់របស់ឯងសុំតែប៉ុណ្ណោះយើងមិនដែលប៉ះពាល់របស់អ្វីដែលគេបន្សល់ទុកឲ្យឯងនោះទេកូនផងកូនមិនដែលស្គាល់អ្នកទាំងពីរឡើយនុនយើងកំពុងតែទៅណាហើយបុណ្យសពរបស់អ្នកណាប៉ារបស់យើងហ៎ធាតុពិតយើងជារបស់ព្រះអាឡានុនម្ដងទៀតមកមិននឹងអាចទៅរួចទៅអូយសុំព្រះអាឡាប្រទានទោសហើយរិនហើយនេះគិតចង់តាណានឹងឯនុនចង់ទៅនុនឯងពិតជាមិនដឹងអីតាក់ទងនឹងអាបាសោះហីហ៎គ្មានប្រភ្នុលអីសោះហីឯងមើលគាត់តាមទូរទស្សន៍រហូតសោះហ្នឹងអូវ៉ាមិនដែលប្រាប់យើងអីតាក់ទងនឹងគាត់ឡើយហេតុអីគាត់មិនដែលព្យាយាមតាមរកកូនស្រីស្អាតដូចជាឯងអញ្ចឹងទៅវិញហ៎អូវ៉ាដល់ថ្នាក់ក៏ហត់រួចនិយាយថាប៉ាយើងបានចែកឋានហើយគេអាចប្រាប់គាត់អញ្ចឹងក៏ថាបានកុំឲ្យយើងជួបគាត់ឬពេលខ្លះអូវ៉ារារាំងមិនឲ្យយើងជួបគ្នា